បងប្អូនមកធ្វើនំប៉័ងខ្ចប់មួយដលងពណ៌ស្វាយនេះបងប្អូនមានដលងក្រហមក៏ដាក់បានដែរចំណែកស្ករវិញដាក់តាមការចូលចិត្តបងប្អូនអំបិលដើម្បីវាជួយចាប់ជាតិផ្អែមដាក់ម្សៅឆាបងប្អូនដាក់មកស្រាបាយឥឡូវនេះខ្ញុំយកនំប៉័ងមកដាក់សកត់ដូចតែប៉ែតអញ្ចឹងបងប្អូនយើងខ្ចប់ជាមួយដលងចាប់ដលងហើយនឹងឈីសហើយយើងមូវាមកណាបងប្អូនមូអញ្ចឹងហើយយើងដាក់ឈើចាក់ថ្មិញខ្ទាស់វាកុំឲ្យវាលលាបងប្អូនយកយើងណាកន្លែងនេះខ្ញុំដាក់ខ្លាញ់ហើយនឹងជាមួយបារបងប្អូនដើម្បីជួយឲ្យឈ្ងុយណាបងប្អូននេះឥឡូវយើងជៀននំប៉័ងរ៉ូលយើងឆ្អិនហើយស្រង់ដាក់ចានបងប្អូននំប៉័ងមូលជាមួយដំឡូងពណ៌ស្វាយមួយមុខនេះឆ្ងាញ់ណាសម្រាប់អាហារពេលព្រឹកយើងញ៉ាំជាមួយកាហ្វេអញ្ចឹងណាបងប្អូនអញ្ចឹងទៅធ្វើជាមួយខ្ញុំទាំងអស់គ្នា